ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកចែករំលែកអ្នកទាំងអស់គ្នាអំពីរបៀបធ្វើកូនផ្កាយបែបនេះដែលអ្នកទាំងអស់គ្នាតែងតែឃើញនៅក្នុងវិធីបុណ្យចូលឆ្នាំខ្មែរអញ្ចឹងរបៀបដែលខ្ញុំបង្ហាញនៅថ្ងៃនេះគឺខ្ញុំបង្ហាញអ្នកទាំងអស់គ្នាពីរបៀបធ្វើបែប style 2D ដែលអ្នកទាំងអស់គ្នាអាចធ្វើការយកទៅដាក់បញ្ចូលនៅក្នុង poster ផ្សេងៗដែលអ្នកទាំងអស់គ្នាត្រូវការព្រោះថាពេលខ្លះអ្នកទាំងអស់គ្នាក៏ពិបាកស្វែងរកនៅលើអ៊ីនធឺណិត free ដែរអញ្ចឹងបើសិនជាយើងចេះធ្វើខ្លួនឯងគឺវាងាយស្រួលមែនតើនៅក្នុងការដែលយើងចង់បានប្លង់ពីចំហៀងឬពីមុខអីផ្សេងៗហ្នឹងគឺវាមានភាពងាយស្រួលតោះយើងចូលទៅកាន់វីដេអូតែម្ដងអញ្ចឹងពេលនេះគឺខ្ញុំប្រើ Blender 4.5 ប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាប្រើ Blender version copy នេះក៏មិនជាបញ្ហាដែរដោយសារតែយើងអត់មានប្រើ plugin នេះទេអញ្ចឹងដំបូងខ្ញុំធ្វើការ add plane មួយខ្ញុំចុច Shift A យក mesh ហើយ plane អូខេបានបែបនេះខ្ញុំចូលទៅកាន់ edit mode ហើយបន្ទាប់មកខ្ញុំ select ពី vertex នេះមកខ្ញុំ right click ហើយយក subdivide ដើម្បីបង្កើត vertex នៅចំកណ្ដាលនេះមួយទៀតអញ្ចឹងទាំងអស់យើងត្រូវការ vertex ចំនួន5អញ្ចឹងបន្ទាប់ពីបានបែបនេះហើយអ្នកទាំងអស់គ្នាត្រូវធ្វើការដំឡើងនៅ Aeron មួយដែលមានឈ្មោះថា Loop Tool ប៉ុន្តែ Aeron នេះគឺជា Aeron របស់ Blender ផ្ទាល់ទេយើងអត់ចាំបាច់ទិញឬក៏ចាំបាច់ download ពីក្រៅទេអញ្ចឹងដើម្បីដំឡើងបានអ្នកទាំងអស់គ្នាត្រូវមានអ៊ីនធឺណិតអញ្ចឹងអ្នកទាំងអស់គ្នាធ្វើការភ្ជាប់អ៊ីនធឺណិតនៅលើកុំព្យូទ័រអ្នកទាំងអស់គ្នាហើយ Loop Tool នេះបើសិនជាអ្នកទាំងអស់គ្នាមានហើយអ្នកទាំងអស់គ្នាអត់ចាំបាច់ install ទៀតទេប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាអត់ទាន់មានអ្នកទាំងអស់គ្នាធ្វើការ install អញ្ចឹងយើងចូលទៅកាន់ edit preferences តោះមកអ្នកទាំងអស់គ្នាចូលទៅកាន់ get extension នេះមកបន្ទាប់មកអ្នកទាំងអស់គ្នាធ្វើការ search ពាក្យថា loop tool អូខេអញ្ចឹងនេះគឺ loop tool អញ្ចឹងខ្ញុំធ្វើការចុច install កន្លែងនេះមកអូខេអញ្ចឹងវា install រួចរាល់បន្ទាប់មកអ្នកទាំងអស់គ្នាចុចកន្លែងនេះយកពាក្យថា save preferences អូខេហើយយើងបិទអូខេយើងបន្តមកកន្លែងនេះវិញអញ្ចឹងខ្ញុំកំពុងតែនៅក្នុង edit mode អញ្ចឹងខ្ញុំ select ទាំងអស់បែបនេះខ្ញុំ right click អញ្ចឹងយើងនឹងឃើញ loop tool ដែលយើងបានដំឡើងមិញវានៅខាងលើគេនេះអញ្ចឹងយើងយក loop tool ហើយយក circle បាទដើម្បីឲ្យវាคล้ายទៅជារង្វង់ប៉ុន្តែដោយសារតែវាមាន vertex តិចអញ្ចឹងវាអត់អាចคล้ายទៅជារង្វង់មូលទេគឺវាបានតែប៉ុណ្្នឹងអូខេអញ្ចឹងបន្ទាប់ពីបែបនេះហើយអ្នកទាំងអស់គ្នាប្រើ select face នេះមកប្រើ mode មួយនេះតមកអ្នកទាំងអស់គ្នាធ្វើការ select បែបនេះហើយធ្វើការ extrude ខ្ញុំចុចអក្សរ E ហើយ extrude វាឡើងលើអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នា extrude អត់បានត្រង់នេះអ្នកទាំងអស់គ្នាចុចអក្សរ Z មួយទៀតមកដើម្បីវាត្រង់ឡើងលើអញ្ចឹងណាអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់បានក្រាស់ជាងនឹងបន្តិចអូខេប៉ុណ្នេះបន្ទាប់មកយើងធ្វើការ select face ចំនួន5នៅជុំវិញនេះអ្នកទាំងអស់គ្នាអាចធ្វើការចុច select មួយចេះក៏បានដែរចុច shift ហើយ select shift ហើយ select ចេះមកឬក៏អ្នកទាំងអស់គ្នាចុច alt ឲ្យជាប់មក select ឲ្យចំជ្រុងនេះមកគឺវានឹងបានមកជុំបែបនេះអូខេបន្ទាប់មកទៀតយើងធ្វើការចូលទៅកាន់ mesh ចូលទៅកាន់ extrude បន្ទាប់មកចូលទៅកាន់ extrude individual face បាទយកពាក្យហ្នឹងមកតោះមកយើងអូសម៉ៅយើងមកអូសមកល្មមមកអូខេអញ្ចឹងខ្ញុំបានប៉ុណ្នេះខ្ញុំចុចអក្សរ M ដើម្បីធ្វើការ merge អញ្ចឹងខ្ញុំយកពាក្យថា collab អញ្ចឹងវានឹង merge ចូលបែបនេះអូខេអញ្ចឹងយើងចូលមកកាន់ object mode យើងវិញបន្ទាប់មកយើងធ្វើការដាក់ពណ៌អញ្ចឹងមុននឹងចូលទៅដល់ការដាក់ពណ៌ material គឺយើងធ្វើការ add នៅ lighting មួយសិនអញ្ចឹងខ្ញុំចុច Shift A ខ្ញុំចូលទៅកាន់ light ហើយខ្ញុំយក sun បាទអញ្ចឹងខ្ញុំ recommend ឲ្យអ្នកទាំងអស់គ្នាប្រើ sunlight អ្នកទាំងអស់គ្នាអាចប្រើពន្លឺផ្សេងបានដូចគ្នាប៉ុន្តែខ្ញុំភាគច្រើនគឺខ្ញុំប្រើ sunlight បន្ទាប់មកទៀតយើងចូលទៅកាន់ render preview បន្ទាប់មកខ្ញុំដំឡើងពន្លឺនេះទៅត្រឹម strength វា5អូខេបន្ទាប់មកយើងសេរីវាឲ្យមានពន្លឺស្មើមកស្អាតអញ្ចឹងណាអូខេអញ្ចឹងបន្ទាប់ពីបានប៉ុណ្នេះហើយយើងចូលទៅកាន់ shader editor អញ្ចឹងខ្ញុំបើកផ្ទាំងមួយទៀតមកបន្ទាប់មកខ្ញុំដូរកន្លែងនេះទៅជា shader editor អូខេបន្ទាប់មកទៀតខ្ញុំ select នៅលើរូបកាយរបស់យើងមកយើងចុច new ដើម្បីបង្កើត new material អូខេអញ្ចឹងកន្លែងនេះយើងចូលមកកាន់ material កន្លែងនេះមកដូចគ្នាអញ្ចឹងយើងនឹងឃើញ material ពីរនេះគឺដូចគ្នាហើយអញ្ចឹងខ្ញុំធ្វើការលុបនៅ node មួយនេះចេញខ្ញុំចុចអក្សរ X ដើម្បីលុបបន្ទាប់មកយើងធ្វើការ add node ថ្មី
ខ្ញុំចុច Shift A ចុច Search បន្ទាប់មកខ្ញុំស្វែងរក node មួយដែលមានឈ្មោះថា shader to RGB បាទយើងប្រើ node មួយនេះមកបន្ទាប់មកទៀតយើងត្រូវការ node មួយទៀតដែលមានឈ្មោះថា color wrap បាទអញ្ចឹងយើង search មក color wrap មួយនេះអូខេដាក់វាបែបនេះមកហើយនឹង node ចុងក្រោយមួយទៀតគឺ diffuse BSDF បាទអញ្ចឹងយើងធ្វើការភ្ជាប់បែបនេះមកអញ្ចឹងកន្លែង linear នេះយើងធ្វើការបដូរទៅជា constant តមកកន្លែងនេះអ្នកទាំងអស់គ្នាអាចធ្វើការសេរីពណ៌បានតាមអ្នកទាំងអស់គ្នាចង់បានអញ្ចឹងឥឡូវនេះយើងអាចធ្វើការដាក់វាតែពីរពណ៌បានហើយគឺពណ៌ខាងពន្លឺហើយនិងពណ៌ខាងស្រមោលអញ្ចឹងខាងនេះគឺខាងស្រមោលខាងនេះគឺខាងពន្លឺនៅពេលដែលវាត្រូវជាមួយនឹងពន្លឺព្រះអាទិត្យហ្នឹងអញ្ចឹងឧទាហរណ៍ថាខាងពន្លឺនេះខ្ញុំយកពណ៌ខៀវតែយើងយកខៀវភ្លឺបន្ទាប់មកខាង shadow នេះយើងប្រើពណ៌ខៀវដូចគ្នាប៉ុន្តែយើងប្រើខៀវរាងល្ងិតហើយនៅក្នុងនោះអ្នកទាំងអស់គ្នាអាចធ្វើការ add color ថែម 2-3 ទៀតក៏បានដែរបើសិនជាអ្នកទាំងអស់គ្នាចង់ detail អូខេអញ្ចឹងបន្ទាប់មកកន្លែងនេះខ្ញុំធ្វើការដូរឈ្មោះវាអញ្ចឹងអ្នកទាំងអស់គ្នាអាចធ្វើការដូរឈ្មោះកន្លែងនេះក៏បានកន្លែងនេះក៏បានអញ្ចឹងខ្ញុំដាក់ថា blue អូខេអញ្ចឹងឥឡូវនេះគឺយើងបាន material មួយហើយប៉ុន្តែយើងចង់បំបែកផ្កាយនេះមួយនេះឲ្យវាមានពណ៌ខុសគ្នាអញ្ចឹងដើម្បីធ្វើបានយើងត្រូវធ្វើការ select នៅលើវាចូលទៅកាន់ edit mode បន្តមកទៀតខ្ញុំបដូរទៅកាន់ face select mode បន្ទាប់មកខ្ញុំធ្វើការ select នៅត្រង់កន្លែងដែលខ្ញុំចង់បដូរពណ៌អូខេខ្ញុំ select កន្លែងនេះដើម្បីបដូរពណ៌បន្ទាប់មកខ្ញុំធ្វើការចុច add កន្លែងនេះគឺយើង add new material បន្ទាប់មកខ្ញុំចុចកន្លែងនេះយក blue បានន័យថាយើង copy color ពីខាងលើនេះប៉ុន្តែបើសិនជាយើងដូរពណ៌កន្លែងនេះគឺខាងលើនេះគឺវានឹងទៅដូចគ្នាព្រោះអីព្រោះថាវាកំពុងតែស្ថិតនៅក្នុង material តែមួយអញ្ចឹងដើម្បីយើងអាច copy វាហើយយើងយកមកកែបានដោយមិនប៉ះពាល់ color ទី1របស់យើងហើយដោយមិនប៉ះពាល់ material ទី1របស់យើងគឺយើងចុចនៅលើខាងក្រោមនេះមកបន្ទាប់មកយើងចុចកន្លែងនេះ new material អញ្ចឹងវានឹង copy material ហ្នឹងដាច់ដោយឡែកពីគ្នាហើយអញ្ចឹងនៅពេលដែលយើងកែmaterial ខាងក្រោមនេះគឺវាអត់ប៉ះពាល់ខាងលើនេះទេអូខេអញ្ចឹងខ្ញុំធ្វើការចុច assign គឺខ្ញុំ assign face ដែលយើងបាន select នេះបញ្ចូលទៅក្នុង material មួយនេះអញ្ចឹងខ្ញុំចុច assign អូខេបន្ទាប់ពីយើង assign ហើយយើងអាចធ្វើការបដូរពណ៌បានហើយដោយអត់ប៉ះពាល់ទៅលើពណ៌មួយទៀតអូខេអញ្ចឹងកន្លែងនេះខ្ញុំបដូរឈ្មោះមួយទៀតអ្នកទាំងអស់គ្នាខ្ញុំភ្លេចបញ្ជាក់អ្នកទាំងអស់គ្នាយើងមើលទៅឃើញពណ៌វាអត់សូវភ្លឺគឺដោយសារតែយើងអត់បានបដូរ color វាអញ្ចឹងអ្នកទាំងអស់គ្នាត្រូវធ្វើការចូលមកបដូរ color អញ្ចឹងខ្ញុំចូលទៅកាន់កន្លែង render នេះតបមកយើងអូសមកក្រោមយើងចូលទៅកាន់ color management បន្ទាប់មកកន្លែង view transform នេះយើងធ្វើការបដូរទៅជា standard បាទអញ្ចឹងទៅវាឃើញពណ៌ភ្លឺជាងមុនដើម្បីឲ្យវាមើលទៅវាដូចជា 2D អូខេអញ្ចឹងយើងចូលមកកន្លែងដើមយើងវិញអញ្ចឹងពណ៌កន្លែងនេះអ្នកទាំងអស់គ្នាធ្វើការជ្រើសរើសតាមអ្នកទាំងអស់គ្នាចង់បានទៅអូខេអញ្ចឹងបន្តមកទៀតខ្ញុំធ្វើការ select face កន្លែងនេះហើយយើងធ្វើដដែលយើងចុច add new material កន្លែងនេះបន្ទាប់មកខ្ញុំជ្រើសរើសយក blue ឬក៏អ្នកទាំងអស់គ្នា copy ពីទី2នេះក៏បានដែរតាមអ្នកទាំងអស់គ្នាឬក៏អ្នកទាំងអស់គ្នាបង្កើតថ្មីទាំងស្រុងក៏បានដែរប៉ុន្តែខ្ញុំ copy បែបនេះសិនមកអូខេបន្ទាប់មកខ្ញុំចុចកន្លែងនេះដើម្បី copy new material អញ្ចឹងបន្ទាប់មកខ្ញុំចុច assign អូខេអញ្ចឹងយើងអាចធ្វើការបដូរពណ៌បានដាច់ដោយឡែកពីគ្នាអូខេខ្ញុំបដូរមកពណ៌ក្រហមបន្ទាប់មកកន្លែងនេះយើងយកក្រហម shadow អូខេអញ្ចឹងយើងធ្វើដូចគ្នាដដែលអូខេអញ្ចឹង
ខ្ញុំបានផ្លាស់ប្ដូរពណ៌វាអស់ហើយអញ្ចឹងយើងចូលទៅកាន់ object mode យើងវិញអូខេអញ្ចឹងតាក់ទងជាមួយនឹង material គឺមានតែប៉ុណ្្នឹងឯងអញ្ចឹងបន្ទាប់មកទៀតគឺយើងត្រូវធ្វើការ add line ឲ្យវាបាទយើងធ្វើការ add line art ព្រោះឥឡូវនេះវាអត់ទាន់មាន line art ទេអញ្ចឹងវាមើលទៅអត់ទាន់ដូច 2D នៅឡើយទេអញ្ចឹងដើម្បី add line art យើងធ្វើការចុច shift A មកយើងចូលទៅកាន់ crease pencil ហើយយើងយក stroke អូខេអញ្ចឹងយើងដាក់វាមកខាងនេះមកបន្ទាប់មកយើង select នៅលើ stroke យើងដដែលហើយយើងចូលទៅកាន់ modifier add modifier generate ហើយ line art អញ្ចឹងយើងក៏លេចមកមើលកន្លែងនេះបើសិនជាអ្នកទាំងអស់គ្នាមានរបស់ច្រើនហើយអ្នកទាំងអស់គ្នាចង់ apply stroke នេះឲ្យទៅក្នុងរបស់ច្រើនហ្នឹងអ្នកទាំងអស់គ្នាអាចធ្វើការដាក់ object ទាំងនោះចូលទៅក្នុង collection តែមួយទៅអញ្ចឹងកន្លែងនេះអ្នកទាំងអស់គ្នាគ្រាន់តែយកពាក្យ collection ទៅគឺជាការស្រេចហើយប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាមាន object តែមួយអញ្ចឹងអ្នកទាំងអស់គ្នាដូរកន្លែងនេះទៅជា object បន្ទាប់មកកន្លែងនេះអ្នកទាំងអស់គ្នាធ្វើការ select នៅលើ object របស់យើងបន្ទាប់មកកន្លែង layer នេះអ្នកទាំងអស់គ្នាធ្វើការជ្រើសរើសយក line ព្រោះយើងត្រូវការតែ line ប៉ុណ្ណោះបន្ទាប់មក material យើងយកពណ៌ខ្មៅអូខេអញ្ចឹងវាអត់ទាន់មានបង្ហាញអីទេនោះក៏ដោយសារតែយើងអត់ទាន់មានកាមេរ៉ាអញ្ចឹង line វាបង្ហាញបានលុះត្រាតែមានកាមេរ៉ាអញ្ចឹងយើងធ្វើការ add កាមេរ៉ាមួយមកចុច shift A កាមេរ៉ាអញ្ចឹងកាមេរ៉ាយើងនៅទីនេះអញ្ចឹងយើងចូលទៅកាន់ tool កាមេរ៉ារបស់យើងចុច lock កន្លែងនេះមកដើម្បីយើង view នៅក្នុងកាមេរ៉ាអូខេអញ្ចឹងយើងឃើញថា line របស់យើងគឺចេញហើយអញ្ចឹង line របស់យើងចេញហើយប៉ុន្តែកន្លែងនេះវាអត់មាន line អញ្ចឹងយើងធ្វើការចូលទៅសេរីបន្ថែមអញ្ចឹងខ្ញុំចុចនៅលើ stroke របស់យើងមកយើងចូលទៅកាន់កាមេរ៉ាវិញយើងចូលមកកាន់កន្លែង edge tab នេះមកបន្ទាប់មកយើងធ្វើការសេរីលេខកន្លែងនេះអញ្ចឹងយើងដាក់ degree កាន់តែខ្ពស់វាបង្ហាញ line កាន់តែច្រើនប៉ុន្តែយើងតម្លាក់ degree មកតិចវានឹងកាត់បន្ថយ line ហ្នឹងសល់កាន់តែតិចអញ្ចឹងយើងសេរីមើលមកល្មមមកអូខេអញ្ចឹងកន្លែង line thickness នេះអ្នកនរគ្នាអាចធ្វើការកែប្រែនៅទំហំ line របស់យើងចង់បានទំហំប៉ុណ្ណាយើងដាក់ប៉ុណ្ណឹងមកឧទាហរណ៍ថាខ្ញុំយកទំហំប៉ុណ្នេះអូខេអញ្ចឹងឲ្យយើងធ្វើការបដូរឈ្មោះកន្លែងនេះមកយើងដាក់ឈ្មោះ stroke យើងអញ្ចឹងពេលដែលយើងចេញពីកាមេរ៉ារបស់យើងមកយើងឃើញ line វាអត់ត្រូវទេនោះក៏ដោយសារតែវា line នេះគឺវាចេញមកដើម្បីតម្រូវតែកាមេរ៉ាប៉ុណ្ណោះដោយសារតែកាមេរ៉ាយើងនៅខាងនេះបាញ់មកអញ្ចឹងវាបង្ហាញ line នេះសម្រាប់តែកាមេរ៉ាប៉ុណ្ណោះប៉ុន្តែបើសិនជាយើងសេរីកាមេរ៉ានេះគឺ line វានឹងផ្លាស់ប្ដូរទីតាំងដូចគ្នាឃើញទេអញ្ចឹងបន្ទាប់មកទៀតយើងត្រូវធ្វើការ add រង្វង់ជុំវិញនេះហើយនឹងយើងធ្វើការ add ស្អីគេប្រុយសាញម៉ាញជុំវិញហ្នឹងអូខេអញ្ចឹងយើងចាប់ផ្ដើមម្ដងមួយអញ្ចឹងដើម្បីកុំឲ្យតឹងខ្លាំងអញ្ចឹងខ្ញុំធ្វើការ select នៅលើ stroke របស់យើងខ្ញុំធ្វើការបិទ display វាចោលសិនយើងចូលមកកាន់កន្លែងនេះមកយើងបិទ display វាអញ្ចឹងពេលដែលយើងបិទ display គឺពេល render គឺចេញធម្មតាទេដោយសារតែយើងបើក render នេះអញ្ចឹងបើសិនជាយើងបិទ render ដែរអាហ្នឹងគឺ render ទៅអត់ចេញទេប៉ុន្តែបើយើងបិទតែ display បានន័យថាក្នុង display យើងអត់ឃើញទេប៉ុន្តែក្នុង render គឺវានៅឃើញអញ្ចឹងយើងបិទ display នេះគឺដើម្បីកុំឲ្យវាធ្ងន់ម៉ាស៊ីនខ្លាំងពេកអូខេអញ្ចឹងយើងបន្តទៀតខ្ញុំធ្វើការ add រង្វង់អញ្ចឹងខ្ញុំចុច shift A ខ្ញុំចូលទៅកាន់ curve ហើយខ្ញុំយក circle តោះមកខ្ញុំ scale វាមក view ពីខាងលើអញ្ចឹងយើងដាក់ circle យើងឲ្យចំឯមកដើម្បីងាយស្រួលយើង select នៅលើផ្កាយនេះមក right click យកពាក្យថា origin to geometry ដើម្បីទាញ active point របស់វាឲ្យចំកណ្ដាលផ្កាយនេះបន្តមកទៀតយើង select នៅលើផ្កាយចុច shift S ហើយ cursor to select អញ្ចឹងដើម្បីទាញ cursor ហ្នឹងដាក់ឲ្យចំកន្លែងចំណុចកណ្ដាលរបស់ផ្កាយបន្ទាប់មកយើង select នៅលើ curve បន្ទាប់មកចុច shift S ហើយ select to cursor អញ្ចឹងមកពេលដែលយើង scale មកវាចំកណ្ដាលហើយអូខេអញ្ចឹងបន្តមកទៀតយើង select នៅលើ cursor ដដែលយើងចូលមកកាន់ data
object data property នេះមកបន្ទាប់មកយើងធ្វើការ resolution កន្លែងនេះយើងចង់បានឲ្យវា smooth ជាងហ្នឹងយើងដាក់លេខកាន់តែធំមកឥឡូវខ្ញុំដាក់32អូខេប៉ុណ្នេះបន្ទាប់មកយើងអូសចុះមកក្រោមយើងមើលនៅត្រង់កន្លែង geometry យើងធ្វើការតម្លើងលេខកន្លែងនេះពេលដែលយើងតម្លើងលេខមកវានឹងឡើងកម្រាស់ហើយអញ្ចឹងខ្ញុំដាក់ 0.01 បន្ទាប់ពីបានបែបនេះហើយយើង convert វាទៅជា mesh អញ្ចឹងខ្ញុំ right click យកពាក្យថា convert to mesh អញ្ចឹងពេលដែលយើង convert ហើយគឺវាលែងคล้ายទៅជា curve ទៀតហើយពេលដែលយើងចូលទៅកាន់ edit mode គឺវានឹងคล้ายទៅជា mesh បាទអញ្ចឹងយើងដាក់វាឲ្យคล้ายទៅជា mesh គឺដើម្បីយើងប្រើនៅ particle system បានបើសិនជាយើងអត់ដាក់វាទៅជា mesh ទេយើងអាចប្រើ particle system បានទេអូខេអញ្ចឹងបន្តមកទៀតខ្ញុំដាក់ material ឲ្យវាដែរអញ្ចឹងយើងចូលមកកាន់ material នេះមកអញ្ចឹងខ្ញុំអត់បង្កើត material ថ្មីទេខ្ញុំគ្រាន់តែ join វាទៅក្នុងពណ៌ណាមួយដែល material ដែលខ្ញុំមានស្រេចហើយអញ្ចឹងណាអញ្ចឹងខ្ញុំយកពណ៌ខៀវនេះមកឲ្យវា join ទៅក្នុង material ពណ៌ខៀវអញ្ចឹងបន្តមកទៀតយើង select នៅលើវងដដែលយើងចូលទៅកាន់ particle បន្ទាប់មកយើងចុច add particle មួយមកហើយយើងចូលមកកាន់កន្លែង here បាទ here សក់ហ្នឹងបន្ទាប់មកវានឹងចេញសក់បែបនេះអញ្ចឹងយើងធ្វើការបដូរលេខកន្លែង provide នេះមក here length នេះយើងដាក់មកល្មមមកអូខេអញ្ចឹងយើងអត់ចង់បាន here នេះទេអញ្ចឹងយើងចង់បង្កើតជា custom ខ្លួនឯងព្រោះបើដាក់នេះគឺវាអាចនឹងតឹងហើយវាតូចៗអញ្ចឹងវាអាចនឹងតឹងខ្លាំងអញ្ចឹងយើងត្រូវធ្វើការបង្កើតនៅ custom ឲ្យវាអញ្ចឹងយើងបង្កើតខ្លួនឯងអញ្ចឹងខ្ញុំចុច Shift A ដើម្បីបង្កើត plane មួយអញ្ចឹងខ្ញុំដាក់វាមកកន្លែងនេះអញ្ចឹងខ្ញុំធ្វើការ scale វា scale x អញ្ចឹងអានេះអ្នកទាំងអស់គ្នាអាចធ្វើរូបរាងតាមដែលអ្នកទាំងអស់គ្នាចង់បានអ្នកទាំងអស់គ្នាចង់ធ្វើអង្កាញ់ឬក៏ចង់ធ្វើជាធម្មតាចេះក៏បានដែរអញ្ចឹងឲ្យយើងធ្វើបែបសាមញ្ញសិនឲ្យអ្នកទាំងអស់គ្នាយល់ហើយអ្នកទាំងអស់គ្នាអាចធ្វើការផ្លាស់ប្ដូរដោយខ្លួនឯងអូខេបន្តមកទៀតខ្ញុំចូលទៅកាន់ edit mode អញ្ចឹងខ្ញុំធ្វើការ select នៅ vertex ចំនួន2នេះមកខ្ញុំចុច Shift S ហើយខ្ញុំយក cursor to select អញ្ចឹងដើម្បីទាញអា cursor នេះមកដាក់ឲ្យចំកន្លែងយើង select នេះបាទបន្តមកទៀតខ្ញុំចូលទៅកាន់ object mode វិញបន្ទាប់មកយើង select នៅលើវាដដែលហើយបន្ទាប់មកយើង right click ចូលទៅកាន់ set origin បន្ទាប់មកចូលទៅកាន់ origin to 3D cursor អញ្ចឹងactive point របស់វា origin របស់វាហ្នឹងគឺវានឹងទាញមកកន្លែងនេះហើយអញ្ចឹងនៅពេលដែលយើងយកអាហ្នឹងទៅ custom គឺវានឹងបង្កើតកន្លែងនេះជាកន្លែងគល់ហើយអញ្ចឹងកន្លែងនេះជាចុងអញ្ចឹងយើង copy វាជា3ជា4ជា5ទៅតាមអ្នកទាំងអស់គ្នាចង់បានអញ្ចឹងខ្ញុំ select លើវា Shift D ខ្ញុំដាក់វាមកខាងនេះ Shift D ទៀតមកអញ្ចឹងអ្នកទាំងអស់គ្នាចង់បានដាក់ប៉ុណ្ណឹងមកឥឡូវខ្ញុំដាក់វា5អញ្ចឹងយើងធ្វើការ apply material ឲ្យវាដូចគ្នាអ្នកទាំងអស់គ្នាអាចធ្វើការបង្កើត material ថ្មីក៏បានឬក៏អ្នកទាំងអស់គ្នាអាចទៅប្រើ material ដែលយើងបានបង្កើតមុននេះក៏បានដូចគ្នាអញ្ចឹងខ្ញុំចូលមកកាន់ material នេះមកអាទី1នេះខ្ញុំដាក់វាទៅជាពណ៌ blue ទី2នេះខ្ញុំដាក់វា green ទី3នេះខ្ញុំដាក់វាទៅជា purple បន្ទាប់មកអាទី4នេះខ្ញុំដាក់វាទៅជា red អានេះខ្ញុំដាក់វាទៅជា yellow អូខេអញ្ចឹងបន្តមកទៀតទាំង5នេះគឺយើងដាក់វាទៅក្នុង collection តែមួយអញ្ចឹងយើង select លើវាមកយើង right click move to collection ហើយ new collection អញ្ចឹងយើងធ្វើការដាក់ឈ្មោះឲ្យវាមកឥឡូវខ្ញុំអត់ដឹងដាក់ឈ្មោះអីនេះអញ្ចឹងខ្ញុំដាក់តំណាងអក្សរ A ដោយសារខ្ញុំអត់ដឹងថានៅភាសាអង់គ្លេសហៅអីដែរអញ្ចឹងខ្ញុំដាក់អក្សរ A មកអូខេអញ្ចឹងបន្ទាប់ពីបានបែបនេះហើយខ្ញុំបញ្ជាក់មួយទៀតអ្នកទាំងអស់គ្នាត្រូវយកវាមកដាក់នៅខាង X នេះមកបើសិនជាអ្នកទាំងអស់គ្នាកំពុងតែដាក់វានៅលើ line Y នេះអ្នកទាំងអស់គ្នាធ្វើការដាក់វានៅលើ line X នេះមកហើយអ្នកទាំងអស់គ្នាធ្វើការ rotate វាបែបនេះអូខេបន្ទាប់មកអ្នកទាំងអស់គ្នាចុចធ្វើការ apply rotation ចុច control A ហើយយកពាក្យថា apply rotation អូខេបន្ទាប់មកយើងចុចនៅលើនេះវិញ
តមកយើងចូលទៅកាន់កន្លែងដដែលយើងចុច Create Advance បន្ទាប់មកយើងចូលទៅកាន់ Render បន្ទាប់មកកន្លែង Render As នេះអ្នកទាំងអស់គ្នាយក Collection បន្ទាប់មកកន្លែង Instant Collection នេះយើងយក A បាទអញ្ចឹងបន្ទាប់មកទៀតយើងគ្រីសកន្លែង Object Rotation នេះមកហើយកន្លែង Scale នេះអ្នកទាំងអស់គ្នាចង់បានតូចឬធំអ្នកទាំងអស់គ្នាដាក់តាមនឹងមកហើយកន្លែង Scale Random នេះអ្នកទាំងអស់គ្នាអាចធ្វើការដាក់វាមកល្មមទៅដើម្បីឲ្យវាមានតូចមានធំអញ្ចឹងណាព្រោះបើយើងដាក់វាមក0គឺវាប៉ិនគ្នាទាំងអស់អញ្ចឹងពេលដែលយើងដាក់ Random មកគឺវាមានធំមានតូចវាមើលទៅបែបធម្មជាតិជាងអញ្ចឹងណាអូខេអញ្ចឹងអ្នកទាំងអស់គ្នាអាចធ្វើការ Scale មួយនេះបានអញ្ចឹងពេលដែលអ្នកទាំងអស់គ្នា Scale ខាងនោះគឺខាងនេះគឺវាផ្លាស់ប្ដូរដូចគ្នាអញ្ចឹងអ្នកទាំងអស់គ្នាអាចធ្វើការ Scale តាមអ្នកទាំងអស់គ្នាចង់បានអូខេដើម្បីឲ្យមើលទៅវា random អញ្ចឹងណាអញ្ចឹងបន្ទាប់មកទៀតយើងចុចនៅលើនេះដដែលយើងអូសមកមើលកន្លែង source នេះកន្លែងនេះអ្នកទាំងអស់គ្នាអាចធ្វើការជ្រើសរើសយក vertex ក៏បាន face ក៏បានបើអ្នកទាំងអស់យកបើសិនជាអ្នកទាំងអស់គ្នាយក face បានន័យថាទាំងអស់នេះគឺវាដោះចេញពី face របស់ហាមវងមូលនេះបើសិនជាអ្នកទាំងអស់គ្នាយក vertex គឺវាដោះចេញពី vertex អញ្ចឹងបន្ទាប់មកទៀតបើសិនជាយើងចង់ឲ្យវាច្រើនអ្នកទាំងអស់គ្នាអាចធ្វើការដំឡើងលេខ number កន្លែងនេះឬក៏អ្នកទាំងអស់គ្នាចូលមកកាន់កន្លែង children នេះមកបន្ទាប់មកអ្នកទាំងអស់គ្នាយកកន្លែង interpolated អញ្ចឹងយើងនឹងឃើញវាច្រើនបែបនេះអញ្ចឹងយើងមើលលេខកន្លែងនេះបានន័យថា display 10បន្ទាប់មកគឺ render គឺ100អញ្ចឹងបានន័យថាអ្វីដែលអ្នកទាំងអស់គ្នាកំពុងឃើញនេះគឺវាគុណនឹង10ប៉ុន្តែនៅពេលដែលអ្នកទាំងអស់គ្នា render គឺវាមិនមែនចេញប៉ុណ្នេះទេគឺវាចេញគុណនឹង100អញ្ចឹងកន្លែងនេះដើម្បីឲ្យវាមានភាពដូចគ្នាអ្នកទាំងអស់គ្នាអាចដាក់លេខវាដូចគ្នាទៅអញ្ចឹងខ្ញុំឧទាហរណ៍ថាខ្ញុំដាក់ត្រឹមតែ5ទេខ្ញុំគិតថាប៉ុណ្នេះល្មមអញ្ចឹងយើងចូលទៅកាន់កាមេរ៉ាយើងវិញអញ្ចឹងយើងធ្វើការបើក line នេះមក star ចឹងដាក់អក្សរភ្លឺយើងកែពណ៌ថែមតិចអញ្ចឹងប្រុយជុំវិញដែលយើងដាក់នេះវាអត់ទាន់មាន line នៅឡើយទេអញ្ចឹងដើម្បីឲ្យវាមាន line យើងត្រូវធ្វើការ add stroke មួយទៀតមកឬក៏អ្នកទាំងអស់គ្នាអាចដាក់វាចូលទៅក្នុងcollection តែមួយជាមួយនឹងផ្កាយនេះក៏បានដែរប៉ុន្តែដោយសារតែខ្ញុំចង់បានទំហំ stroke វាខុសគ្នាអញ្ចឹងយើងធ្វើការដាក់វាទៅកន្លែងផ្សេងគ្នាអញ្ចឹងខ្ញុំធ្វើការចុចនៅលើ stroke នេះមកខ្ញុំ copy វាជា2 Shift D duplicate បន្ទាប់មកខ្ញុំចុចលើវាហើយខ្ញុំដាក់ឈ្មោះថា A ហើយខ្ញុំចូលទៅកាន់ modifier ហើយខ្ញុំធ្វើការកែកន្លែងនេះកន្លែង object នេះយើងដាក់ទៅជា collection តមក collection យើងយក A អូខេតមកយើងចូលទៅកាន់កាមេរ៉ាយើងឃើញថា line វាគឺធំមែនតើអញ្ចឹងយើងចង់បាន line វាឲ្យតូចយើងធ្វើការបដូរលេខកន្លែងនេះមកយើងដាក់វាមកត្រឹម2អូខេខ្ញុំគិតថា2ប៉ុណ្នេះវាស្អាតអញ្ចឹងតាមអ្នកទាំងអស់គ្នាចង់បានទំហំប៉ុណ្ណាដាក់ប៉ុណ្្នឹងទៅអញ្ចឹងខ្ញុំយកប៉ុណ្្នឹងអញ្ចឹងពេលដែលអ្នកទាំងអស់គ្នាតឹងអ្នកទាំងអស់គ្នាអាចធ្វើការបិទ display វាចោលសិនទៅហើយចាំសេរីត្រឹមត្រូវអស់ហើយចាំអ្នកទាំងអស់គ្នាបើកវាវិញអញ្ចឹងប្លង់ចង់បានមិនអ្នកទាំងអស់គ្នាសេរីខ្លួនឯងទៅអូខេអញ្ចឹងខ្ញុំយកប៉ុណ្នេះអញ្ចឹងខ្ញុំធ្វើការតេស្ត render សាកល្បងមួយអញ្ចឹងដើម្បី render ខ្ញុំធ្វើការដូរ resolution កន្លែងនេះទៅជា128ទំហំ 1000x1000 ហើយខ្ញុំយក PNG ហើយ color យក RGBA អញ្ចឹងខ្ញុំធ្វើការចូលទៅបើកកន្លែងនេះមួយទៀតដើម្បីឲ្យវា transparent អញ្ចឹងខ្ញុំចូលមកកាន់កន្លែង render film transparent អញ្ចឹងទៅពេលដែលយើង render ទៅគឺវាអត់មានជាប់ background ទេអញ្ចឹងខ្ញុំចូលមកកាន់ solid mode វិញខ្ញុំចុច render image អញ្ចឹងវាអត់សូវច្បាស់ទេអញ្ចឹងខ្ញុំទំហំ2000ហើយដល់ម្ដងទៀតអូខេតែប៉ុណ្នេះអ្នកនរគ្នាអាចធ្វើការយកវាទៅ design នៅក្នុង poster ផ្សេងបានដោយតាមចិត្តអ្នកទាំងអស់គ្នាដោយអត់ចាំបាច់ទៅអង្គុយស្វែងរកនៅលើអ៊ីនធឺណិតទៀតទេអ
អញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់បាននៅ file មួយនេះខ្ញុំនឹងដាក់នៅក្នុង link នៅខាងក្រោមវីដេអូអ្នកទាំងអស់គ្នាអាចធ្វើការចូលទៅ download យកមកមើលបានអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងអរគុណច្រើនអ្នកទាំងអស់គ្នាដែលបានតាមដានវីដេអូនេះពីដើមរហូតដល់ចប់យើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតបាយ